ខ្ញុំសូមសួរមួយអ្នកទាំងអស់គ្នាតាមត្រង់ផ្សិនបើថ្ងៃណាមួយយើងអស់ប្រាក់ខែគេលែងបើកឲ្យឬក៏យើងបាត់បង់ការងារសួរថាតើយើងរស់បានប្រហែលខែយើងធ្វើការពី8ទៅ10ម៉ោងក្នុងមួយថ្ងៃប៉ុន្តែនៅតែមិនអាចសន្សំបានដូច្នេះបញ្ហានោះគឺមិនមែនដោយសារតែយើងខ្ជិលឬក៏យើងអត់សូវឆ្លាតទេប៉ុន្តែវាគឺដោយសារតែប្រព័ន្ធនៃការរកលុយរបស់យើងគឺមានបញ្ហាប្រព័ន្ធនៃការរកលុយតាមរយៈការងារពេញម៉ោងតាមរយៈប្រាក់ខែហ្នឹងគឺថាប្រាក់ខែគឺវាតលចេះវាអត់កើនទៅតាមកម្លាំងនៃការប្រឹងរបស់យើងតែយើងប្រឹងប៉ុណ្ណាគឺប្រាក់ខែនៅតែប៉ុណ្ណឹងហើយចំពោះសេរីភាពវិញចោលដោយគឺនៅអត់សូវមានតែគឺមានដែនកំណត់ចំពោះការងារហ្នឹងដូច្នេះប្រសិនបើយើងពឹងផ្អែកទៅលើប្រភពចំណូលតែមួយមុខចំពោះការងារពេញម៉ោងឬក៏ការងារប្រាក់ខែហ្នឹងអនាគតរបស់យើងគឺហានិភ័យមែនតើដោយសារអីដោយសារតែអតិផរណាគឺកើតឡើងជារៀងរាល់ឆ្នាំអញ្ចឹងនៅពេលណាអតិផរណានៅទំនិញឡើងថ្លៃគឺវាធ្វើឲ្យការចំណាយរបស់យើងនឹងកាន់តែច្រើនអញ្ចឹងនៅពេលដែលការចំណាយរបស់យើងកាន់តែច្រើនហើយប្រាក់ចំណូលរបស់យើងនៅតែនោះហានិភ័យគឺមកដល់អញ្ចឹងមនុស្សដែលឆ្លាតវៃគឺគេមិនត្រឹមតែប្រឹងប្រែងធ្វើការឬក៏ work hard តែមនុស្សទេប៉ុន្តែគឺគេព្យាយាមនៅក្នុងការកសាងប្រព័ន្ធមួយដែលឆ្លាតវៃឬក៏ smart system នៅក្នុងការដែលបង្កើតប្រាក់ចំណូលរបស់ពួកគេផងដែរដូច្នេះខ្ញុំមិនមានន័យថាឲ្យអ្នករាល់គ្នាឈប់ធ្វើការងារពេញម៉ោងឬក៏ការងារប្រាក់ខែនោះទេប៉ុន្តែគួរតែចាប់ផ្ដើមធ្វើអីបន្ថែមដើម្បីរកប្រាក់ចំណូលបន្ថែមដើម្បីឲ្យអនាគតរបស់យើងបានគេហៅថាមានសុវត្ថិភាពដូច្នេះគេមានឱកាសការងារអនឡាញមួយណែនាំដល់អ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងអាច comment ពាក្យ start នៅខាងក្រោមឬក៏ពាក្យចាប់ផ្ដើមនោះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីព័ត៌មានលម្អិត